បងប្អូនធ្លាប់ជួបប្រទះរឿងបែបនេះដែរឬទេពេលដែលបងប្អូនជិះម៉ូតូឬបើកឡានទៅចាក់សាំងស្រាប់តែបុគ្គលិកស្ថានីយ៍ប្រេងប្រាប់ថាអស់សាំងហើយបងឬក៏ឃើញស្ថានីយ៍នោះយកខ្សែរុំព័ទ្ធជុំវិញទូបូមសាំងមិនព្រមលក់ឲ្យយើងតែម្ដងប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺគ្រាន់តែឆ្លងផុតម៉ោង12យប់ថ្ងៃស្អែកឡើងស្រាប់តែក្រសួងប្រកាសថាប្រេងសាំងឡើងថ្លៃស្រាប់តែស្ថានីយ៍នោះមានសាំងលក់ពេញទូតែម្ដងតើនេះជារឿងចៃដន្យឬក៏ជាល្បិចកេងចំណេញរឿងនេះលែងជារឿងលេងសើចទេហើយនេះគឺជាទង្វើកេងប្រវ័ញ្ចលើញើសឈាមបងប្អូនប្រជាពលរដ្ឋពិតប្រាកដហើយនៅពេលនេះរដ្ឋាភិបាលជាពិសេសក្រសួងរ៉ែនិងធម្មពលបានចេញមុខចាត់ការរឿងនេះយ៉ាងក្តៅគគុកបើហ៊ានលាក់សាំងទុកមិនព្រមលក់ដើម្បីរងចាំកេងចំណេញពេលប្រេងឡើងថ្លៃគឺបិទសិទ្ធលែងឲ្យលក់អស់មួយជីវិតបាទបងប្អូនស្ដាប់មិនខុសទេគឺបិទមិនឲ្យលក់មួយជីវិតតែម្ដងនៅថ្ងៃនេះយើងនឹងមកវែកញែកនិងស្វែងយល់សាច់រឿងនេះទាំងអស់គ្នាតើល្បិចលាក់សាំងនេះវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងហៅប៉ៅប្រជាពលរដ្ឋយើងកម្រិតណាតើក្រសួងមានវិធានការក្តៅអ្វីបន្ទាប់ពីនេះកុំទៅណាតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នារឿងរ៉ាវដ៏ក្តៅគគុកនេះបានផ្ទុះឡើងចេញពីរាជធានីភ្នំពេញរបស់យើងផ្ទាល់តែម្ដងកាលពីថ្ងៃទី8ខែមីនាឆ្នាំ2026កន្លងទៅនេះឯកឧត្តមកៅរតនៈដែលជារដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលបានចេញមុខមកព្រមានយ៉ាងចាស់ដៃនិងធ្ងន់ធ្ងរបំផុតទៅកាន់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទូទាំងប្រទេសពាក្យសម្ដីរបស់ឯកឧត្តមគឺច្បាស់និងគ្មានការយោគយល់ឡើយលោកបានបញ្ជាក់យ៉ាងដូចនេះថាចំពោះស្ថានីយ៍ប្រេងឥន្ធនៈណាដែលឆ្លៀតឱកាសផ្ទុកប្រេងសាំងទុកដ៏ច្រើនហើយបិទទ្វារមិនព្រមលក់ដើម្បីទុកដំឡើងថ្លៃនោះនឹងប្រឈមមុខនឹងបិទសិទ្ធលែងឲ្យលក់អស់មួយជីវិតដូចគ្នាផងដែរបងប្អូនឃើញទេពាក្យថាបិទសិទ្ធលែងឲ្យលក់អស់មួយជីវិតនេះមិនមែនគ្រាន់តែជាការពិន័យជាប្រាក់ឬបិទមួយសប្តាហ៍នោះទេគឺមានន័យថាអាជីវកម្មដែលបងប្អូនខំកសាងគឺត្រូវរលាយសូន្យត្រឹមនេះតែម្ដងហេតុអ្វីបានជាឯកឧត្តមកៅរតនៈត្រូវប្រើធម៌ក្តៅដល់កម្រិតនេះយោងទៅតាមការបញ្ជាក់របស់លោកគឺដោយសារតែមានស្ថានីយ៍មួយចំនួនតូចបាននឹងកំពុងលេងល្បិចចែកចាយបន្តពីស្ថានីយ៍មួយទៅស្ថានីយ៍មួយទៀតខ្ញុំសូមពន្យល់កន្លែងនេះបន្តិចមានន័យថានៅពេលដែលរដ្ឋាភិបាលមានរូបមន្តកំណត់តម្លៃប្រេងច្បាស់លាស់ថាប្រេងចាស់ដែលនាំចូលមកនៅក្នុងតម្លៃទាបត្រូវតែលក់នៅក្នុងតម្លៃទាបហើយប្រេងថ្មីដែលនាំចូលក្នុងតម្លៃថ្មីទើបអាចលក់នៅក្នុងតម្លៃថ្មីបានប៉ុន្តែឈ្មួញខុលខូចមិនធ្វើអញ្ចឹងទេពេលដឹងថាប្រេងឡើងថ្លៃពួកគេនាំគ្នាបូមសាំងពីសេតែនលាក់ទុកឬបញ្ជូនទៅលាក់នៅកន្លែងផ្សេងរួចប្រកាសថាអស់សាំងដើម្បីរងចាំលក់នៅក្នុងតម្លៃខ្ពស់កប់ពពកនៅថ្ងៃស្អែកនេះគឺជាការក្បត់ទំនុកចិត្តអតិថិជនយ៉ាងធ្ងន់ធ្ងរឥឡូវនេះយើងមកវិភាគស៊ីជម្រៅទាំងអស់គ្នាតើការលាក់សាំងទុកនេះវាចំណេញប៉ុណ្ណាទៅបានជាឈ្មោះមួយចំនួនហ៊ានប្រថុយម្លេះបងប្អូនត្រូវយល់អំពីយន្តការនៃទីផ្សារប្រេងសិនជាទូទៅនៅកម្ពុជាក្រសួងពាណិជ្ជកម្មនិងក្រសួងរ៉ែធម្មពលតែងតែធ្វើការអាប់ដេតតម្លៃប្រេងឥន្ធនៈជារៀងរាល់10ថ្ងៃឬ15ថ្ងៃម្ដងដោយផ្អែកលើតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិឧទាហរណ៍ជាក់ស្ដែងឧបមាថាស្ថានីយ៍មានស្តុកប្រេងចាស់ចំនួន 10000 លីត្រដែលគាត់ទិញចូលនៅក្នុងតម្លៃថោកហើយតម្លៃលក់ចេញកំណត់ដោយរដ្ឋគឺ4000រៀលនៅក្នុង1លីត្រស្រាប់តែមានព័ត៌មានលេចឮថានៅថ្ងៃស្អែករដ្ឋនឹងប្រកាសឡើងថ្លៃដល់4500ក្នុង1លីត្រប្រសិនជាគាត់បិទទ្វារមិនលក់នៅថ្ងៃនេះហើយទុកប្រេង10000 លីត្រនោះទៅលក់នៅថ្ងៃស្អែកគាត់នឹងចំណេញបាន500រៀលគុណនឹង10000 លីត្រគឺស្មើនឹង5លានរៀលត្រឹមតែមួយយប់នេះគ្រាន់តែជាតួលេខឧទាហរណ៍តូចមួយប៉ុណ្ណោះចុះទម្រាំស្ថានីយ៍ធំដែលមានស្តុកសាំងរាប់សែនលីត្រតើពួកគេកេងចំណេញបានលុយប៉ុន្មានទៅប៉ុន្តែទង្វើនេះវាបានបង្កើតនៅវិបត្តិខ្សែចង្វាក់ដ៏គួរឲ្យខ្លាចនៅក្នុងវិស័យសេដ្ឋកិច្ចជាតិទី1បង្កើតភាពចលាចលពេលស្ថានីយ៍2ឬ3បិទទ្វារ
ប្រជាពលរដ្ឋចាប់ផ្ដើមភ័យស្លន់ស្លោនាំគ្នាសម្រុកទៅចាក់ស្ថានីយ៍ផ្សេងទៀតធ្វើឲ្យកកស្ទះនិងអស់ស្តុកប្រេងពិតប្រាកដមែនទី2ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋផ្ទាល់អ្នករត់កង់3អ្នករត់តាក់ស៊ីសិស្សានុសិស្សកម្មកររោងចក្រត្រូវខាតបង់ពេលវេលាដើររកសាំងចាក់ហើយត្រូវបង្ខំចិត្តទិញសាំងដបនៅតាមដងផ្លូវនៅក្នុងតម្លៃខ្ពស់កពពកទី3អតិផរណៈទំនិញពេលសាំងឡើងថ្លៃពិបាករកទិញទំនិញផ្សេងនៅលើទីផ្សារដូចជាសាច់ត្រីបន្លែឬយកលេសឡើងថ្លៃតាមនឹងដែរដោយសារថ្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់ដូច្នេះការប្រមានបិទមួយជីវិតរបស់អាយដាមកែវរតនៈគឺមិនមែនជារឿងហួសហេតុនោះទេតែវាគឺជាការការពារសន្តិសុខសេដ្ឋកិច្ចជាតិទាំងមូលបងប្អូនដឹងទេបញ្ហាលាក់ស្តុកសាំងនេះមិនមែនកើតឡើងតែនៅស្រុកយើងទេនៅតាមបណ្ដាប្រទេសជិតខាងយើងឬប្រទេសធំក៏ធ្លាប់ជួបប្រទះវិបត្តិនេះដែរនៅពេលដែលតម្លៃប្រេងពិភពលោកហក់ឡើងខ្លាំងដូចជាពេលមានសង្គ្រាមនៅអឺរ៉ុបឬភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាជាដើមប៉ុន្តែអ្វីដែលធ្វើឲ្យប្រទេសនីមួយអាចគ្រប់គ្រងស្ថានភាពនេះបានគឺច្បាប់និងការអនុវត្តដ៏តឹងរ៉ឹងនេះឯងឧទាហរណ៍នៅប្រទេសមួយចំនួនគេមានប្រព័ន្ធ Digital ភ្ជាប់ដោយផ្ទាល់ពីស៊ីស្ទែមស្តុកសាំងរបស់ស្ថានីយ៍មកកាន់ប្រព័ន្ធរបស់រដ្ឋដឹងច្បាស់ថាស្ថានីយ៍នីមួយសល់សាំងប៉ុន្មានលីត្របើប្រព័ន្ធលោតថាមានសាំងតែស្ថានីយ៍ដាក់ស្លាកថាអស់សាំងនោះមន្ត្រីនឹងចុះទៅពិនិត្យផាកដល់ទីកន្លែងភ្លាមតែម្ដងសម្រាប់ប្រទេសកម្ពុជាយើងក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះជាពិសេសក្រសួងរាយនិងធម្មពលយើងឃើញថាកំពុងបោះជំហានយ៉ាងលឿនឆ្ពោះទៅរកតម្លាភាពការដែលលោករដ្ឋមន្ត្រីប្រកាសក្តីៗបែបនេះគឺជាសារមួយប្រាប់ទៅកាន់ក្រុមហ៊ុនធំនិងម្ចាស់ស្ថានីយ៍លក់ថាកុំគិតថារដ្ឋមិនដឹងឲ្យសោះការនាំចូលមានឯកសារត្រឹមត្រូវការចែកចាយមានទិន្នន័យច្បាស់លាស់ដូច្នេះការយកលេសថាអស់សាំងគឺជារឿងហួសសម័យហើយសំណួរសួរថាតើត្រឹមការព្រមាននេះគ្រប់គ្រាន់ហើយឬនៅអាយដាមកែវរតនៈបានបញ្ជាក់បន្ថែមយ៉ាងច្បាស់នៅក្នុងសេចក្តីរាយការណ៍ថានៅក្នុងសប្តាហ៍ខាងមុខនេះក្រសួងនឹងចេញវិធានការបន្តបន្ទាប់រឿងថ្លៃរឿងបញ្ហាផ្គត់ផ្គង់ហើយនឹងការចែកចាយរបស់ក្រុមហ៊ុននេះមានន័យថាព្យុះសង្គ្រាមពិតប្រាកដសម្រាប់ជនខិលខូចគឺទើបតែចាប់ផ្ដើមប៉ុណ្ណោះតាមទស្សនៈរបស់ខ្ញុំគិតថាវិធានការបន្តបន្ទាប់អាចមានដូចជាទី1ការចុះធ្វើអធិការកិច្ចដល់ទីតាំងផ្ទាល់ដោយមិនឲ្យដឹងខ្លួនជាមុនពីសំណាក់មន្ត្រីជំនាញទី2អាចមានការចេញជាប្រកាសឬសេចក្តីណែនាំថ្មីតម្រូវឲ្យស្ថានីយ៍ទាំងអស់រាយការណ៍អំពីបរិមាណស្តុករបស់ខ្លួនឲ្យបានច្បាស់លាស់មុនពេលមានការផ្លាស់ប្ដូរតម្លៃប្រេងម្ដងទី3អាចនឹងមានការបើកប្រព័ន្ធ hotline ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋជួយធ្វើជាភ្នែកនិងច្រមុះដល់រដ្ឋាភិបាលអនឡាញនេះសំខាន់ណាស់បងប្អូនប្រសិនជារដ្ឋមានលេខ hotline ពេលបងប្អូនទៅចាក់សាំងហើយឃើញស្ថានីយ៍ណាធ្វើសកម្មភាពគួរឲ្យសង្ស័យលាក់សាំងបងប្អូនគ្រាន់តែថតរូបថតវីដេអូរួចផ្ញើចូល page ក្រសួងឬទៅលេខទូរស័ព្ទនោះមន្ត្រីនឹងចុះមកភ្លាមនេះគឺជារឿងអ្វីដែលហៅថាការចូលរួមពីប្រជាពលរដ្ឋដើម្បីលុបបំបាត់អំពើទុច្ចរិតនៅក្នុងសង្គមជារួមមកវិញសារព្រមានរបស់អាយដាមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលគឺជាថ្នាំខ្លាំងមួយដែលចាក់ចំសរសៃពិតរបស់ក្រុមឈ្មួញខលខូចអាជីវកម្មគឺត្រូវតែមានប្រាក់ចំណេញនេះជារឿងធម្មតាប៉ុន្តែប្រាក់ចំណេញនោះត្រូវតែទទួលបានដោយភាពស្មោះត្រង់មិនមែនដោយការកេងប្រវ័ញ្ចនៅពេលដែលប្រជាពលរដ្ឋកំពុងជួបការលំបាកនោះទេរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងរក្សាលំនឹងតម្លៃប្រេងនៅលើទីផ្សារដើម្បីជួយសម្របសម្រួលដល់ជីវភាពប្រជាជនដូច្នេះម្ចាស់ស្ថានីយ៍ប្រេងទាំងអស់ក៏ត្រូវតែចូលរួមសហការផងដែរបើចង់រកស៊ីយូរអង្វែងត្រូវមានសីលធម៌វិជ្ជាជីវៈកុំដើម្បីតែលុយចំណេញមួយពេលយកឆ្នាំងបាយខ្លួនឯងទៅវេបំបែកលែងឲ្យបានលក់អស់មួយជីវិតនោះតើបងប្អូនទស្សនិកជនយល់យ៉ាងណាដែរចំពោះវិធានការដ៏តឹងរ៉ឹងរបស់ក្រសួងរាយនឹងធម្មពលនៅពេលនេះតើបងប្អូនធ្លាប់មានបទពិសោធន៍ទៅចាក់សាំងហើយគេប្រាប់ថា
អស់សាំងហើយទាំងដែលទើបតែម៉ោង 7 ទៅម៉ោង 8 យប់តែប៉ុណ្ណេះសូម comment និងចែករំលែកបទពិសោធន៍របស់បងប្អូននៅខាងក្រោមវីដេអូនេះទាំងអស់គ្នាដើម្បីជាសារមួយរំលឹកដល់អាជ្ញាធរឲ្យបន្តអនុវត្តច្បាប់នេះឲ្យបានកាន់តែសកម្មប្រសិនបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗក្តៅៗជាបន្តទៀតនៅពេលនេះសូមអរគុណសូមជម្រាបលា